ចំពោះខ្ញុំផ្ទះមិនត្រឹមតែជាកន្លែងរស់នៅឬជាកន្លែងសម្រាកប៉ុណ្ណោះទេប៉ុន្តែវាជាកន្លែងដែលពោរពេញទៅដោយក្តីស្រឡាញ់អនុស្សាវរីយ៍និងការចងចាំល្អៗជាមួយគ្រួសារញ៉ាំបាយជុំគ្នាការជជែកគ្នាលេងទាំងនេះហើយគឺជាជីវិតរស់នៅប្រចាំថ្ងៃរបស់ខ្ញុំសាមញ្ញក៏ប៉ុន្តែវាមានសេចក្តីសុខណាស់បើនិយាយពីរឿងផ្ទះខ្ញុំស្រឡាញ់ផ្ទះឈើតាំងពីដើមដោយសារតែផ្ទះឈើវាបានបង្ហាញពីអត្តសញ្ញាណនៃផ្ទះខ្មែរតែចំពោះបទពិសោធន៍នៃការប្រើប្រាស់ឈើវាពិបាកនឹងការថែទាំហើយនឹងជូតសម្អាតអញ្ចឹងហើយបានជាខ្ញុំសម្រេចចិត្តធ្វើផ្ទះថ្មក៏ប៉ុន្តែខ្ញុំនៅតែលាបថ្នាំពណ៌ឈើនិងលេខឈើដដែលតើបើការរៀបចំនៅក្នុងផ្ទះវិញខ្ញុំជ្រើសរើសលាបជញ្ជាំងនៅខាងក្នុងពណ៌លឿងដោយសារតែពណ៌លឿងវាអាចជួយឲ្យសភាពក្នុងផ្ទះមានសភាពភ្លឺបើទោះបីជាយើងរៀបចំដេកដាក់ដូចជាតុទូសាឡុងគ្រឿងសង្ហារឹមឈើបែបខ្មែរក៏ដោយក៏ផ្ទះយើងនៅតែរក្សាភាពភ្លឺពីជញ្ជាំងដែលធ្វើឲ្យយើងមានអារម្មណ៍ស្រឡះភ្នែកគួបផ្សំជាមួយទីធ្លាខាងក្រៅពណ៌បៃតងស្រស់កាន់តែធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រស់ស្រាយទោះបីជាមកពីធ្វើការហត់នឿយប៉ុណ្ណាឲ្យតែបានមកដល់ផ្ទះខ្ញុំមានអារម្មណ៍ល្អស្រួលដកដង្ហើមទាំងនេះហើយគឺជាជីវិតដែលខ្ញុំប្រាថ្នាចង់បានហើយពេលទំនេរខ្ញុំចូលចិត្តមកអង្គុយលេងនៅទីធ្លាខាងក្រៅផឹកតែមើលទេសភាពជុំវិញផ្ទះមានស្រះទឹកលាយឡំជាមួយនឹងសំឡេងកូនក្អាត់យំវាបង្កើតបានជាបរិយាកាសមួយយ៉ាងស្ងប់ស្ងាត់តាមបែបជនបទអត់មានសំឡេងរំខានពីម៉ូតូឡានដូចនៅក្នុងទីក្រុង